មហោស្រពភាពយន្តខ្នាតខ្លីចតុមុខលើកទី14រៀបចំពិធីបើកជាផ្លូវការនិងចាក់បញ្ចាំងភាពយន្តខ្នាតខ្លីចំនួន77រឿងមហោស្រពភាពយន្តខ្នាតខ្លីចតុមុខលើកទី14រៀបចំពិធីបើកជាផ្លូវការនៅថ្ងៃទី17ខែតុលាឆ្នាំ2025នៅរោងភាពយន្ត Legend Exchanger ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់អញ្ជើញចូលរួមពីមន្ត្រីតំណាងក្រសួងពាក់ព័ន្ធនិងផលិតករសិល្បករបេក្ខភាពចូលរួមប្រកួតបានអញ្ជើញចូលរួមយ៉ាងច្រើនកកលោកសុំស៊ីថែនប្រធានគម្រោងមហោស្រពភាពយន្តខ្លីចតុមុខបានមានប្រសាសន៍ថាមហោស្រពភាពយន្តខ្លីចតុមុខមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជាមហោស្រពភាពយន្តខ្លីចតុមុខជាកម្មវិធីប្រកួតប្រជែងភាពយន្តខ្នាតខ្លីដើម្បីចូលរួមចំណែកធ្វើឲ្យគុណភាពនៃភាពយន្តនៅកម្ពុជាប្រសើរឡើងមហោស្រពនេះបានអនុញ្ញាតឲ្យផលិតករខ្មែរអភិវឌ្ឍខ្លួនទាំងផ្នែកគំនិតនិងបច្ចេកទេសជំនាញក្នុងការផលិតប្រកបដោយភាពច្នៃប្រឌិតទាន់សម័យកាលហើយពីមួយឆ្នាំទៅមួយឆ្នាំស្នាដៃរបស់ផលិតករខ្មែរមានការវិវត្តឡើងគួរឲ្យកត់សម្គាល់ព្រមទាំងបានការទទួលស្គាល់ទាំងកម្រិតជាតិនិងអន្តរជាតិលោកបានមានប្រសាសន៍បន្តថាមហោស្រពលើកទី14នេះនឹងចូលរួមចំណែកដ៏សំខាន់ធ្វើឲ្យអន្តរជាតិបានស្គាល់ច្បាស់បន្ថែមពីសមត្ថភាពនិងភាពធន់កម្ពុជាព្រមទាំងសក្តានុពលនៃវិស័យភាពយន្តកម្ពុជាដែលមានភាពរីកចម្រើនឥតឈប់ឈរសូមបញ្ជាក់ថាមហោស្រពភាពយន្តខ្លីចតុមុខលើកទី14នឹងចាក់បញ្ចាំងភាពយន្តខ្នាតខ្លីចំនួន77រឿងមកពី22ប្រទេសនៅតាមទីតាំងរោងភាពយន្តដៃគូនៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី17ដល់ថ្ងៃទី20ខែតុលា